ចូលលំហាត់ថ្មីនៅក្នុងហាត់តាស៊ូរ៉ូកាតដែលទ្រឹស្ដីរបស់លោក Richard មីណាសានអ្នកទាំងអស់គ្នាបើចាំទ្រឹស្ដីរបស់លោក Richard នឹងហើយចាំទ្រឹស្ដីរបស់គាត់ពេលធ្វើលំហាត់ចឹងគឺសប្បាយធ្វើណាស់តោះថ្ងៃហ្នឹងយើងមកចូលមកដៃថ្មីអញ្ចឹងអេសានNana Yusan Saidan Sewa Kaisha Oyakuin to stay Stomete Taga Sanen Maini Taijukista ចឹងគេចង់និយាយថាលោកអេនៅអាយុ73ឆ្នាំគាត់ធ្លាប់ជាស្ទមីរឿងស្មើធ្វើការមានសានគាត់ធ្លាប់ធ្វើការនៅក្រុមហ៊ុនមួយកន្លែងហើយកាលពី3ឆ្នាំមុនហ្នឹងគឺគាត់បានឈប់ធ្វើការមានថានេះចាស់អាយុ65ឆ្នាំឡើងទៅមិនគាត់ចូលនិវត្តន៍មែនអត់អញ្ចឹងគាត់ចូល73ឆ្នាំហើយអញ្ចឹងគាត់ចាស់ហើយអ្នកទាំងអស់គ្នាអញ្ចឹងគាត់ជិតដល់ខូគីខូរេសាអញ្ចឹងតែគាត់ចូលនៅក្នុងវ័យចំណាស់ហើយអញ្ចឹងគាត់ក៏បានថៃជុកហ្នឹងគឺគាត់បានឈប់ធ្វើការអ្នកទាំងអស់គ្នាឈប់ធ្វើការអញ្ចឹងជាគីណូរ៉ូជីងក្រាប៊ឺណូញឺកាយ៉ូស៊ឺសមេរ៉ាដេតាកាខ្ជូហ៊ីស្តេរមានន័យថាពាក្យខ្ជូហ៊ីស្មើនឹងពាក្យបដិសេធណាអញ្ចឹងរ៉ូជីនក្រាប៊ឺហ្នឹងអ្នកទាំងអស់គ្នាដែលឃើញចាស់ជប៉ុនដើរទាំងក្រុមហាត់ប្រាណនៅលេងកូនគោលេងអីចឹងអញ្ចឹងនៅប្រទេសជប៉ុនគេមានតាមភូមិឃុំគេហ្នឹងគេប្រមូលក្រុមចាស់ហ្នឹងគេប្រមូលគ្នាលេងថាដើម្បីឲ្យកាយសម្បទារបស់គាត់ហ្នឹងកម្រើកបានដើម្បីឲ្យគាត់មានសុខភាពរឹងមាំអញ្ចឹងគេត្រូវបានគេសុំឲ្យគាត់ហ្នឹងចូលមានថាអញ្ជើញគាត់ហ្នឹងចូលទៅក្នុងក្រុមក្លឹបមនុស្សចាស់ប៉ុន្តែគាត់បានបដិសេធអ្នកទាំងអស់គ្នាគាត់បដិសេធអញ្ចឹងម៉ៃតូស៊ីKero no hi ni kinen hinga hai fusaritimo fukai kang o simeshite uke toranai ធ្វើកាយការនឹងមានថាមិនពេញចិត្តនេះថាមិនសប្បាយចិត្តមិនពេញចិត្តអញ្ចឹងណាអញ្ចឹងជារៀងរាល់ឆ្នាំ K រ៉ូហ៊ីនោះមានថាការប្រពៃពិធីបុណ្យមនុស្សចាស់តែថាគេអបអគាត់អាយុម៉ានហើយគាត់អាយុម៉ានហើយអញ្ចឹងបែបខ្មែរយើងហើយគីណែននឹងថាអនុស្សាវរីយ៍អញ្ចឹងទោះបីជាហើយហ្វឹកមានសិនហើយហ្វឹកនឹងមកការចែករង្វាន់ចែកអំណោយទោះបីជាត្រូវបានគេចែករង្វាន់វត្ថុអនុស្សាវរីយ៍ដល់មនុស្សដែលអាយុច្រើននឹងក៏ដោយក៏គាត់មិនសូវជាសប្បាយចិត្តនឹងការទទួលយកទេមានថាសាំងកន្លែងហ្នឹងណាអញ្ចឹងមានថាគាត់ចាស់ហើយគាត់នៅមានឆន្ទៈមួយគឺមានកម្លាំងខ្លាំងអញ្ចឹងណាតោះអញ្ចឹងទៅទៀតគេនិយាយថាថៃឈូគឺហ្គូម៉ូខៃសាណូយ៉ូក្យូអូគីនីស្តេតេកូហៃតូថូគីដូគីរេណាគឺអូតតេរអញ្ចឹងទោះបីជាគាត់នឹងបានឈប់ធ្វើការហើយប៉ុន្តែគាត់នៅតែខ្វល់ខ្វាយពីកន្លែងការងារមានអាសន្នអញ្ចឹងខ្វល់ខ្វាយពីការងារអញ្ចឹងជំនាញការហ្នឹងគឺតែងតែត្រូវបានសិស្សប្អូននៅកន្លែងការងារហ្នឹងគឺមកតេតើមកគាត់ឬសុំអនុបាយសុពីគាត់កន្លែងហ្នឹងណាអញ្ចឹងទៅទៀតគេថាអេសានវ៉ាស៊ីនតៃកាអូត្រេឬកូតូនីស្យយហ្វឺងអូខាងជីតេគិនយោគឺថូរេនីគឺអូម៉ៃនីជីអូកណាតេអ៊ីរមានន័យថាស៊ីនតៃកាអូត្រេឬមានថាការធ្លាក់ចុះនៃកម្លាំងកាយធម្មតាកាន់តែចាក់គេថាចាស់ទៅអស់កម្លាំងចាស់ទៅខ្សោយកម្លាំងហ្នឹងហើយអូតូរេឬស៊ីនតៃកាអូតូរេឬហើយគាត់ក៏មានការព្រួយបារម្ភនឹងសុខភាពនឹងគាត់ដែរប៉ុន្តែគាត់ធ្វើអីគេគឺគាត់នឹងគឺជានិច្ចការម៉ែរាល់ថ្ងៃហ្នឹងគឺគាត់បានធ្វើគីនីគឺ training គឺលើកដៃលើអីដើម្បីឲ្យឆ្អឹងរឹងមាំអ្នកទាំងអស់គ្នាការលើកដៃគឺធ្វើឲ្យឆ្អឹងយើងរឹងមាំហ្នឹងឯងអញ្ចឹងគឺគាត់ថែទាំសុខភាពកន្លែងហ្នឹងណាអូខេគាត់ហាត់ប្រាណថែទាំសុខភាពទៅទៀតមានអាសានគេថាខៃសាណូកូហៃការ៉ាអ៊ីស្ម៉ូវ៉ាកាស៊ីដេស្នេតូអ៊ីវ៉ៃឬកូតូនីយូរ៉ូកូប៊ីអូខាងជីតេរអញ្ចឹងសិស្សប្អូនដែលគាត់នៅក្នុងកន្លែងក្រុមហ៊ុនហ្នឹងគាត់តែងតែសាថាអូយនៅក្មេងណានៅក្មេងអញ្ចឹងណាអញ្ចឹងគាត់ក៏មានអារម្មណ៍រំភើបនឹងសប្បាយរីករាយដែរកន្លែងហ្នឹងពេលដែលគេទៅសើធម្មតាអាយុ73ឆ្នាំហើយគេទៅសើគាត់មិនសប្បាយមានអាសានកន្លែងហ្នឹងអូខេអញ្ចឹងមកដល់រ៉ៃឆាដូនឹងជាអ្នកណារ៉ៃឆាដូគឺជាបុគ្គលល្បីម្នាក់ដែលគាត់តាក់តែងដែលគាត់កំណត់ច្បាប់មួយគាត់បានកំណត់ច្បាប់មួយថាពេលមនុស្សចាស់ទៅមនុស្សច្រឹកចេះអញ្ចឹងគឺមាន5អញ្ចឹងណាមាន5តើមកអានឹងនិយោប៊ឿនពោមានអាសានតាមរយៈឬក៏ដោយសារអញ្ចឹងណាដោយយើងអ្នកណាគេក៏សាំងប្រាសាទអង្គរវត្តអញ្ចឹងណាសូរិយាវរ្ម័នទី2អញ្ចឹងណាសូរិយាវរ្ម័ននិយោឬអង្គរវត្តអីចឹងទៅមកអញ្ចឹងណាអញ្ចឹងតាមរយៈរបស់លោករ៉ៃឆាត់ដកហ្នឹងគឺ Intaigono Danseno Isusuno Tekyo Type no Ichi Esan ni Soto Surumono to Ste Tekisusunamo Su Iraminasai អញ្ចឹងក្នុងចំណោម5 Tekio
ចំណុចប្រភេទ5 TKO ហ្នឹងតើមានចំណុច TKO មួយណាត្រូវមួយគាត់អញ្ចឹងទាំងអស់ហ្នឹងគឺមានអ្នកទាំងអស់គ្នាគឺមានទាំងអស់អញ្ចឹងខ្ញុំនាំទៅមើល Rai Shadow អូខេនេះទស្សនៈរបស់ Rai Shadow អ្នកទាំងអស់គ្នាខ្ញុំថតទៅអត់សូវច្បាស់ដែរក៏មែនអ្នកដែលមានសភៅយកមកមើលមកខ្ញុំមើលទំព័រហ្នឹងណាទេទំព័រខ្ញុំកាត់នេះបាត់ហើយវាធំពេកអូខេអញ្ចឹង Rai Shadow គាត់បាននិយាយពាក្យព័ន្ធនឹងអត្តចរិតរបស់មនុស្សចាស់នេះសេកាគឺនៅ400តចក្ររបស់មនុស្សចាស់ហើយអេនយគឺកតាអ្នកទាំងអស់គ្នាបើសិនជានេះអ្នកស្ដាប់ខ្ញុំបដាហើយមេម៉ូបដាក៏បានដែរឬក៏គាត់ដាក់ក្នុងសភៅអ្នកទាំងអស់គ្នាទៅក៏បានដែរអេនយគឺកតាអេនយគឺកតាមានថាសុក្រិតភាពល្អឥតខ្ចោះដែលមានភាពចាស់ទុំមនុស្សអញ្ចឹងតើមកអង្គដាគឺអ៊ីស៊ឺឬ rocking គឺ chair កតាឬក៏ ison កតាមានថាកន្លែងហ្នឹងប្រយ័ត្នកន្លែង3ហ្នឹងគឺប្រយ័ត្នគឺពេលខ្លះគេចេញ ison កតាពេលខ្លះគេចេញអង្គគឺកតាក៏ទៅអត្តន័យតែមួយពាក្យហ្នឹងបើខ្មែរយើងចង់មានន័យថាខ្ញុំចាស់ហើយខ្ញុំទុកឲ្យក្មេងៗធ្វើការទៅខ្ញុំពឹងលើក្មេងៗដេកមើលទស្សន៍ដេកស្ដាប់ចម្រៀងទៅល្អជាងអញ្ចឹងណាហ្នឹងហើយកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងគេចង់មានន័យថាការពឹងផ្អែកទៅលើក្មេងៗចំនួនក្រោយអញ្ចឹងណាឧគេមីតគីនីហ្គេងយោឧគេរ៉េថានីនី ison ឬកន្លែងហ្នឹងអូខេតើមកនេះកន្លែងរូបហ្នឹងគេថា Mama Tenin Stakoto Dashi Ato wa Wakai Yasu Makasete Nonbiri Suru ka គេថាចាស់ហើយទុកឲ្យក្មេងៗធ្វើទៅដេកលេងត្មងទៅខ្ញុំចាស់ហើយទ្រមអញ្ចឹងវាថាគាត់ចាស់ហើយតែគាត់ចង់ធ្វើអីទៀតគាត់ចង់គេថាដេកចង់ធ្វើអីតាមពើចិត្តគាត់ហ្នឹងហើយគេហៅថា ison កតាអ្នកទាំងអស់គ្នាតើមកទៅមើលទៀតគេថា so ko កតាហើយនឹង chiko boe កតា ខោសូកូកតាហ្នឹងស្មើនឹងការពារខ្លួនណាមានថាខ្ញុំបកអញ្ចឹងខ្ញុំមិនដឹងថាបងប្អូនខ្មែរយើងកំពុងរៀនខៃគូ physics បកដូចខ្ញុំអត់ទេខ្ញុំបកអញ្ចឹងមានថាការប្រុងសម្របសម្រួលការសម្របតាមខ្លួនឬក៏ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើអញ្ចឹងនេះគេថា tenen zigitatte genyaku mada ikiru អញ្ចឹងណាអញ្ចឹងគេចង់មានន័យថាម៉េចគេចង់មានន័យអាយុចាស់ជរាប៉ុន្តែនៅអាចធ្វើបានណាអញ្ចឹងប្រទេសគេជាងលឿនឃើញធ្វើរងថ្ងៃធ្វើការមួយមនុស្សចាស់អត់អញ្ចឹងចាស់ហើយតែគាត់នៅតែមានចំណុចអញ្ចឹងនឹងឯងជីកូបូអីក៏តាចង់បង្ហាញខ្លួនឯងចង់ប្រាប់គេថាខ្ញុំនៅរឹងមាំទេខ្ញុំចាស់តែអាយុណាតែខ្ញុំនៅរឹងមាំអីចឹងហ្នឹងហើយជីកូបូអីក៏តាក៏បានឬក៏សូកូក៏តាក៏បានមានសង្កន្លែងហ្នឹងប្រយ័ត្នណាគឺពេលខ្លះគេចេញពីរគេចេញតែមួយចេញសូកូក៏តាអញ្ចឹងអត្ថន័យហ្នឹងគឺចាំទាំងពីរអូខេតាឥឡូវយើងទៅទៀតជីសេគីកតាហើយរឿងណៃហាស៊ឺកតាជីកូសេគីកតាហ្នឹងមានអត្ថន័យបែបលើកណាបន្ទោសខ្លួនឯងអ្នកទាំងបន្ទោសគឺអូខ្ញុំធ្លាប់បរាជ័យខ្ញុំធ្លាប់ចេះធ្លាប់ចុះអញ្ចឹងណានឹងមានហាក់ការបន្ទោសទៅខ្លួនឯងនេះអូខេតមកទៅទៀតហ្វឿនហ្គៃកតាឬក៏ហ្គៃហាស៊ឺកតាមិញណៃនេះហ្គៃហាស៊ឺកតាគឺថាគេឲ្យមកអង្គុយអញ្ចឹងអង្គុយស្អីខ្ញុំមិនទាន់ចាស់ណាអញ្ចឹងបែបអញ្ចឹងដូហ្សូកាគេទីកតាស្អីវត្តសិមកដល់កៃដយោទៅស៊ីអញ្ចឹងខឹងគេដែលឃើញចាស់គាត់មកលើកកញ្ញើដាក់យើងសម្រាប់ដាក់យើងឯងដោយសារគាត់ចង់បញ្ជាក់ថាគាត់មិនទាន់ក្មេងទេកុំមកមើលងាយគាត់បែបអញ្ចឹងកន្លែងហ្នឹងអត់សូវល្អទេអត្តន័យទៅហ្នឹងអញ្ចឹងរាយឆាតដកហ្នឹងមានអត្តន័យមួយគឺសមស្របនឹងអត្តន័យ3សមស្របអត្តន័យ2គឺមិនសមស្របនេះមើលតេគីអូកតាហើយនឹងហ្វឺតេគីកតាកន្លែងហ្នឹងខ្ញុំគូក្រហមឲ្យអ្នកទាំងអស់គ្នាមើលមកនេះមើលទៅហ្នឹងអញ្ចឹងកន្លែងហ្នឹងខាងលើហ្នឹងមានចំណុចរឿងល្អដែរនៅខាងក្រោមបន្ទោសខ្លួនឯងបន្ទោសអ្នកដទៃអញ្ចឹងណាអូខេអញ្ចឹងអ្នកមើលកន្លែងហ្នឹងហើយអត្ថបទដែលខ្ញុំបកស្រាយអ្នកមើលហ្នឹងកន្លែងហ្នឹងមួយណាត្រឹមត្រូវអ្នកថាគិតមើលហ្គៃបាស៊ឺកតាហ្វឿនហ្គៃកតាហ្នឹងមានន័យថាម៉េចចាំអត់មិនខ្ញុំបញ្យល់មិននឹងលើចាំអត់អ្នកទាំងអស់គ្នាហ្គៃបាគឺហ្គៃបាស៊ឺកាយបាត់សឹកតានឹងស្មើនឹងកំហឹងខឹងអ្នកដតីឬក៏ខឹងអីចឹងកន្លែងហ្នឹងគឺបាត់សឹកអ្នកទាំងអស់គ្នាបាត់សឹកតើបានណៃបាត់សឹកណៃបាត់សឹកជីសេគីកតាណៃបាត់សឹកតាឬក៏ជីសេគីកតាហ្នឹងគឺក៏បាត់សឹកដែរហ្នឹងអាហ្នឹងអន់ចិត្តនឹងខ្លួនឯងធ្លាប់បរាជ័យធ្លាប់អីចឹងទៅអីចឹងណាអូខេតទៅទៀតអេនយូគឺកតាមានន័យថាអីគេដែលល្អឥតខ្ចោះដែលសក្តិភាពកន្លែងហ្នឹងគឺកន្លែងហ្នឹងក៏អត់ត្រូវដែរអ្នកទាំងអស់គ្នាដោយសារអ្នកកន្លែងនៅទៅតានៅកន្លែងនេះខ្ញុំគូសបៃតងឲ្យមើលនេះនៅកន្លែងកោហៃក៏មិនកោហៃហ្នឹងក៏មិនសូវចំរកវានេះអ៊ីស្មូវកាស៊ីហើយមនុស្សគាត់ហ្នឹងចរិតគាត់តាណាចរិតគាត់ហ្នឹងគឺគីនីស្រុនេះ
社会の状況を気にしているវាថាគាត់នៅចង់ធ្វើការគាត់ចង់បង្ហាញថាខ្ញុំនៅចេះដឹងទេខ្ញុំនៅធ្វើការកើតកន្លែងហ្នឹងឯងគឺជាចំណុចមួយដែលមកយើងដែលពាក្យព័ន្ធនឹងអត្តចរិតរបស់លោក A ហ្នឹងណាអត្តចរិតរបស់លោក A ហើយនៅក្នុងChico Boy កតាមានថាការពារខ្លួនមិនការពារខ្លួនមកនេះមានថាការបង្ហាញតែខ្លួនឯងហ្នឹងអស្ចារ្យបង្ហាញតែខ្លួនឯងនៅមានសមត្ថភាពអញ្ចឹងណានៅឯងនឹង Chico Boy កតានឹងឯងអូខេអញ្ចឹងអ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺចម្លើយមួយដែលត្រឹមត្រូវយងបាំងណាចម្លើយត្រឹមត្រូវអូខេតើមក rocking guitar ឬក៏អង្គរាគឺ isugata មានន័យថាខ្ញុំឲ្យអ្នកនេះចាំមែនអត់គេប្រាប់តែពី rocking guitar កតាឬក៏អង្គរាគឺ isu មានអត់តែអត់ដាក់ izon កតាមកទេមានអត់ឃើញអត់អញ្ចឹងអ្នកនេះទៅចាំទាំងអស់កន្លែងហ្នឹងអូខេអញ្ចឹងកន្លែងហ្នឹងក៏ខុសដែរមានសានខុសទៅនឹងអូខេអញ្ចឹងខ្ញុំបកស្រាយនឹងសំណួរកន្លែងហ្នឹងនឹងការនេះកន្លែងហ្នឹងអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមអ្នកអាចយល់បានហើយរ៉ៃឆាតដកនឹងជួបច្រើនមែនតើរ៉ៃឆាតដកយល់ទៅមានទ្រឹស្ដីច្រើនមែនតើប៉ុន្តែបើអ្នកទាំងអស់គ្នាចាំអត្ថន័យនៅក្នុងខ្លឹមសារហ្នឹងនៅក្នុងហ្នឹងបើអ្នកនេះចាំអត្ថន័យពាក្យហ្នឹងគឺអ្នកទាំងអស់គ្នានឹងរើសបាននឹងធ្វើបាននឹងយល់ថាក្នុងស្ថានភាពទាំងមូលនៃអត្ថបទហ្នឹងគេចង់និយាយពីស្អីបើអ្នកថាអត់ដែរជួបទេអ្នកធ្វើមិនដឹងមែនអត់អត់ដែរជួយអត់ដែរជិះរថភ្លើងទិញសម្បត្តិរថភ្លើងទៅមិនអញ្ចឹងអត់ដឹងចុះប្រហែលចំណតអត់ដឹងកន្លែងណាផងអីចឹងគឺអញ្ចឹងគឺការរៀនខៃហ្គូ physics គឺអញ្ចឹងគឺយើងត្រូវការយល់ពីមូលដ្ឋានគ្រឹះយើងត្រូវការចងចាំពាក្យយើងត្រូវការយល់ពីខ្លឹមសារមេរៀនហើយទៅបើយើងយល់ហើយយើងរៀនហើយយើងភ្លេចក៏ដោយពេលដែលយើងមកធ្វើលំហាត់អីអញ្ចឹងយើងអាចរំលឹកបានមកវិញអញ្ចឹងណាថាអូរ៉ៃឆាតដូនឹងគាត់ចង់មានន័យថាម៉េចហើយទ្រឹស្ដីរបស់គាត់ទាំង5ហ្នឹងគាត់ចង់និយាយពីអីអញ្ចឹងណាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំនឹងអាចជួយឲ្យអ្នកទាំងអស់គ្នាយល់ពីទ្រឹស្ដីរបស់រ៉ៃឆាតដូហើយនឹងជាមេរៀនរបស់ Hatasunoroka ហើយខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើន